ប្រិយមិត្តធ្លាប់តែឃើញ Channel YouTube ល្បីឈ្មោះមួយ EN Official ដែលមានបទចម្រៀងល្បីៗជាច្រើនមានអ្នកទស្សនារាប់សិបលាននាក់ប៉ុន្តែមកដឹងពីម្ចាស់ Channel YouTube មួយវិញពិតជាកំសត់ខ្លាំងធ្វើការនៅស្រុកគេដើម្បីបានលុយមកធ្វើបទចម្រៀងជូនប្អូនៗជាតារារបស់ខ្លួនហើយតែស្រឡាញ់សិល្បៈតើប្រិយមិត្តមានដឹងទេថានៅពីក្រោយបទចម្រៀងល្បីៗជាច្រើននៅលើបណ្ដាញសង្គមដែលពុកម៉ែបងប្អូននិយមលេងនៅតាមបណ្ដាញសង្គម TikTok និងទស្សនានៅលើ YouTube គឺភាគច្រើនសុទ្ធសឹងតែជាបទរបស់ក្រុមចម្រៀងមួយនេះសោះដែលពិតជាមិនធម្មតាមែនទោះបីមិនមានតារាល្បីដូចផលិតកម្មធំៗក៏ពិតមែនប៉ុន្តែពួកគេអាចកសាងប្រជាប្រិយភាពចាប់ពីចំណុច0ដែលពិតជាគួរឲ្យស្ងើចសរសើរខ្លាំងមែនទែនគ្រប់តារាចម្រៀងទាំងអស់របស់ Channel YouTube មួយនេះការដើមឡើយគឺភាគច្រើនសុទ្ធសឹងតែពុំសូមមានគេស្គាល់នោះទេប៉ុន្តែពេលដែលបានចេញបទមកគឺសន្ទុះនៃការគាំទ្រខ្លាំងឡើងឡើយពីមួយថ្ងៃទៅមួយថ្ងៃពោផលិតកម្មធំៗខ្លះសុំខ្មាស់ថែមទៀតផងយ៉ាងណាមិញតាមរយៈបណ្ដាញសង្គម Telegram ប្អូនប្រុស Enchenry ដែលជាម្ចាស់ Channel YouTube ខាងលើបានរៀបរាប់ប្រាប់មកកាន់ក្រុមការងារចំបក់ TV យើងខ្ញុំថាជំរាបសួរបងអរគុណច្រើនបងសម្រាប់ការស្រឡាញ់ចង់ដឹងពីប្រវត្តិរបស់ខ្ញុំបាទនិងតារារបស់ EN Official ខ្ញុំបាទមានស្រុកកំណើតនៅខេត្តស្វាយរៀងស្រុកស្វាយជ្រុំឃុំស្វាយធំភូមិស្វាយជែកហើយសប្តាហ៍ថ្ងៃធ្វើការនៅកូរ៉េខ្ញុំបានបង្កើត Channel YouTube តាំងតែ2023ប្អូនប្រុស Enchenry បានបន្តទៀតថាការដាំឡើយនៅឆ្នាំ2023គឺពុំមានពុកម៉ែបងប្អូនស្គាល់នោះទេដោយសារតែខ្វះខាតនិងមិនសូវមានពេលគ្រប់គ្រាន់ព្រោះខ្ញុំធ្វើការវេនយប់ផងវេនថ្ងៃផងតែខ្ញុំក៏មិនបោះបង់រហូតដល់ដើមឆ្នាំ2024ខ្ញុំក៏មានធីមពីអ្នកចូលរួមគាត់ឈ្មោះ Narai និង Fiavik ដែលគាត់ជួយជាដើមទុនក្នុងការផលិតបទនិងចំណាយផ្សេងរហូតដល់ចុងឆ្នាំ2024ក៏មានផ្ទុះបទ Cover អូនមិនមែនជាព្រះវេស្សន្តរនិងបទចង់មានសង្សារដែលជាងដោយពេជ្រវិជ្ជការសម្រួលបទភ្លេងដោយធុចថាវ៉ាន់ហើយមកដល់សប្តាហ៍ថ្ងៃនេះទោះជាមិនទាន់ជោគជ័យខ្លាំងតែខ្ញុំនៅបន្តព្យាយាមហើយជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនក្នុងក្រុមនិងជាពិសេសសូមអរគុណដល់ពុកម៉ែបងប្អូនតែតែងគាំទ្រដល់ក្រុមខ្ញុំបាទនិងជូនពរបងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែសេចក្តីសុខនិងសំណាងល្អគ្រប់គ្នាពិសេសទៅទៀតនោះក៏សូមជូនពរពុកម៉ែបងប្អូនដែលធ្វើដំណើរពីទីជិតទីឆ្ងាយជួបតែសុខសប្បាយទាំងអស់គ្នាផងដែរនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ